សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញបងប្អូនពីរបៀបធ្វើបាញ់សុងតាមពិតវីដេអូចេញយូរហើយបងប្អូនឥឡូវចេញជូនបងប្អូនទស្សនាម្ដងទៀតមុននឹងចេញបាញ់សុងបងប្អូនត្រូវមានពុំដូចខ្ញុំហើយរូបមន្តនេះគឺធ្វើលតក៏បានធ្វើបាញ់សុងក៏បានដែរឥឡូវនេះមកមើលពីរបៀបលាយម្សៅម្សៅអង្គរខ្សាយ1ខាប់ម្សៅឆាកន្លះខាប់ប្រេងឆាបន្តិចអំបិលបន្តិចហើយយើងលាយម្សៅចូលគ្នាទៅបងប្អូនចង់ស្វិតខ្លាំងលាយម្សៅស្មើគ្នាទៅចំពោះទឹកវិញត្រូវតែដាំពុះហុយផ្សែងខុកបងប្អូនដាំលើចក្រានហើយដងយកមកចាក់ក្នុងម្សៅល្អជាងពេលបងប្អូនលាយកុំដាក់ទឹកម្ដងទាំងអស់តិចម្ដងមិនតិចម្ដងភាកច្រើនបងប្អូនយើងមីសេកមកសួរខ្ញុំថាម្សៅហេតុអីម្សៅខ្ញុំទន់ម៉េះវីដេអូមុនខ្ញុំប្រាប់ហើយថាទឹក250មីលីលីត្រពេលដែលគាត់ធ្វើគឺគាត់ចាក់ចូលទាំងអស់អត់ស្ដាប់ពាក្យបន្តិចម្ដងចាក់ទឹកក្តៅចូលក្នុងម្សៅចឹងបងប្អូនស្ដាប់ឲ្យច្បាស់ណាដាក់បន្តិចម្ដងបើម្សៅនឹងស្ងួតអញ្ចឹងកុំតន់ចាក់ទឹកថែមបងប្អូនច្បល់ម្សៅនឹងឲ្យចូលគ្នាសិនច្បាច់ធ្វើម៉េចច្បាច់កាន់តែយូរម្សៅកាន់តែរលោងធ្វើនំកាន់តែល្អខ្ញុំខ្ជិលទាញម៉ាស៊ីនបងប្អូនឲ្យពេលខ្លះធ្វើតិចតួចខ្ញុំទាញម៉ាស៊ីនទេខ្ញុំច្បាច់តែដៃបានកម្លាំងដៃច្បាច់ចឹងបងប្អូនច្បាច់កាន់តែយូរគឺកាន់តែល្អពេលឃើញម្សៅស្ងួតកុំតន់ថែមទឹកច្បាច់វាសិនប្រើកម្លាំងដៃខ្លាំងណាប្រើម៉ាស៊ីនក៏បាននេះអ្វីដែលខ្ញុំចង់បានគឺម្សៅខ្ញុំប៉ុណ្្នឹងឡើងរលោងអត់ជាប់ដៃចឹងបានធ្វើល្អហើយបើយើងចង់លុញលោតបងប្អូនច្បាច់ទាញបន្តិចមកយើងលុញទៅអញ្ចឹងរូបមន្តតែមួយណាបងប្អូនហើយខ្ញុំលុញធ្វើបាញ់សុងបងប្អូនកុំខ្ពើមដៃខ្ញុំថាខ្ញុំប្រើអត់ពាក់ស្រោមដៃអាពួកច្បាច់នឹងពាក់ស្រោមដៃធ្វើអត់ល្អទេបងប្អូនវាអត់ស្និទ្ធលាងដៃយើងឲ្យតែស្អាតទៅពុំនេះខ្ញុំទិញ8ឆ្នាំហើយបងប្អូនប្រើខ្ញុំចូលចិត្តណាឲ្យតែឃើញពុំចឹងគឺផ្លើតទិញភ្លាមក្នុងទឹកនេះដាំឲ្យពុះចឹងហើយដាក់អំបិលបន្តិចប្រេងឆាបន្តិចទៅហើយយើងល្វីចូលមកពុំនេះស្រួលប្រើណាបងប្អូនស្រួលប្រើមែនតើយើងធ្វើឡូតដែលឡូតអត់ស្រួចចុងក៏បានយើងធ្វើនំបញ្ចុកក៏បាននឹងសម្រាប់យើងធ្វើហូបតិចតួចណាមិនយើងផលិតសម្រាប់លក់ទេខ្ញុំធ្វើនេះធ្វើលក់ទេក៏ប៉ុន្តែដោយថាអ្នកខ្លះគាត់កំងធ្វើ1គីឡូអីចឹងទៅមានអីបាក់ធ្វើបងប្អូនហើយពេលដែលវាពុះយើងស្រង់ក្នុងទឹកហ្នឹងខ្ញុំដាក់ប្រេងឆាបន្តិចអំបិលបន្តិចដើម្បីកុំឲ្យវាជាប់បាញ់សុងប៉ុន្តែពេលដែលខ្ញុំស្រង់បាញ់សុងចេញពីទឹកត្រជាក់ខ្ញុំទុកឲ្យត្រជាក់ហើយខ្ញុំរោយប្រេងឆាបន្តិចទៅដើម្បីកុំឲ្យវាជាប់គ្នាអញ្ចឹងរបៀបធ្វើបាញ់សុងមានតែប៉ុណ្្នឹងទេបងប្អូនថ្ងៃនេះបើមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានផងជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អជម្រាបលាពីម៉ែសវណ្ណនៅប្រទេសអង់គ្លេស